នេះខ្ញុំមកពន្យល់ពី command ទៅលើ command hardware ហើយនិង system control និង help command នៅក្នុង Linux អញ្ចឹងយើងនិយាយពី CPU ឬក៏ RAM នេះមុនហើយយើងអាចទៅ CPU អញ្ចឹងយើងនឹងឃើញឈ្មោះ CPU យើងប្រើគេយើងប្រើមិនខុសខ្ញុំប្រើតែមួយខុសទេគឺទៅលើ Ubuntu server ចឹងយើងអាចមើលឃើញបានតមកទៀតយើងមាន command top ចឹងយើងអាចឃើញប្រសេសទាំងអស់នៃកំពុងដំណើរការមានប្រសេសអីខ្លះកំពុងរ៉ាំចឹងយើងឃើញហើយតែមានប្រសេសណាចឹងយើងសូម stop វាយើងអាច command F top command F top ដូចជា command top ដែរគ្រាន់តែវាមាន CPU មាន color ស្អាតជាងមុនអញ្ចឹងទៅយើងអាចមើលឃើញប្រសេសណាមួយយើងអាច stop យើងអាច set up យើងអាច filter ទៅលើប្រសេសមួយណាបានថាវានៅណាដូចប្រសេសbin ប្រសេសអីមួយនៅក្នុងហ្នឹងអញ្ចឹងយើងអាច stop ប្រសេសមួយហ្នឹងហើយយើងអាចបាយ command ផ្សេងទៀតដូចជា free datascape ចឹងខ្ញុំអាចមើលឃើញថាកុំព្យូទ័រខ្ញុំយូរប៉ុន្មានចឹងវាយូរប៉ុណ្ណាហើយនៅសល់ free ប៉ុណ្ណឹងចឹងខ្ញុំអាចមាន command ផ្សេងទៀតទៅលើ df.a ចឹង command df.a នេះបានន័យថាបណ្ឌិតលើ partition ណាមួយរបស់ខ្ញុំចឹង partition របស់ខ្ញុំគឺនៅសល់ប៉ុណ្ណឹងជាចឹងខ្ញុំអាចមើលទៅលើ command ផ្សេងទៀតដូចជា command IP ចឹង IP ចឹងនេះគឺជា IP ដែលយើង remove បានគឺជា IP SS server នេះគឺ local អានេះគឺ remote ទៅក្រៅ FSA របស់ខ្ញុំគឺមានប៉ុណ្ណឹងហើយមួយទៀតខ្ញុំអាចមើលទៅលើ PS PS នេះចឹងវានឹងបង្ហាញប្រសេស running ទាំងអស់ដែលខ្ញុំមានអីគេខ្លះគឺវានៅក្នុងនោះតមកទៀតខ្ញុំអាចkill ប្រសេសណាមួយដែលខ្ញុំអត់ចង់ប្រើទីហោថាខ្ញុំ kill លេខ1 3ចឹងអញ្ចឹងបើវាអត់ដាច់ទេអ្នកគ្នាអាចដាក់ដក9ហើយលេខប្រសេសមួយហ្នឹងចឹងវា kill អត់ដាច់ទេដោយសារខ្ញុំអត់ចង់ kill ទេខ្លាចវា error ចឹងខ្ញុំទៅមុខទៀតចឹងយើងមាន command shutdown មានច្រើនប្រភេទហើយមានថា shutdown ដាក់ជាម៉ោងឬក៏នាទីមួយអញ្ចឹងអានេះគឺ20ម៉ោងយើងអាចដាក់ជានាទីដូចជា10អអញ្ចឹងទៅឬក៏បូក5នាទីក្រោយវា shutdown ឬក៏ power off យើង reboot ក៏បានយើងអាចថាម៉ោងណាដែលយើងចង់ដាក់ reboot ម៉ោងណាមួយទីហោដល់ម៉ោង 20.35 អញ្ចឹងទៅតែខ្ញុំអត់ត្រូវការ reboot ទេដោយសារគ្រាន់តែជាការសល់ទេអញ្ចឹងយើងអាចមើល command មួយទៀតដែលយើងឃើញនៅខាងណាគឺក៏ command photo power off គឺបិទភ្លាមអត់មានខ្វល់ដើម្បីទេគឺបិទយកតែម្ដងដូចជាមកបានបញ្ចូលទៅគឺដូចគ្នាចឹងចឹងយើងមកនិយាយពី command alert ទៅលើ alert មួយនេះចឹង command alert គឺជា command អក្សរកាត់ដែលយើងចង់សេស្រួលជាមុនអត់ចង់ search អីទេយើងគ្រាន់តែដាក់ search តាម alert ហ្នឹងទៅខ្ញុំអាច say LRAS តមកទៀតខ្ញុំអាចដាក់ថា command កាត់របស់ខ្ញុំចង់ដាក់ K ហើយស្មើនឹងអីគេខ្ញុំអាចដាក់ LS LA ចឹងទៅអូខេឥឡូវខ្ញុំបាច់សេ LS LA ទេខ្ញុំសេតែ K មកគឺចេញចឹងអាហ្នឹងគឺជា command កាត់
យើងអាច custom បានទៅលើអីផ្សេងទៀតដូចជាទីហោតែខ្ញុំដាក់ទៅមកទៀតខ្ញុំសេតតែខ្ញុំសេអីពីមួយខ្ញុំអាចដាក់ទៅលើ ls.la ចាំខ្ញុំសេអត់វានឹងបង្ហាញ folder ដែលលាក់ឲ្យយើងឃើញវិញចាំ clear ចោលចឹងក៏ប៉ុណ្ណឹងអស់ហើយយើងឥឡូវចូលដល់ head command ចឹង head command ហ្នឹងវាមាន command main command information ហើយនឹង head plate ចឹងទៅចូលមកដល់មួយសម្រាប់ដាក់ហ្នឹងចឹង main command គឺវាជាឯកសារដែលនាំឲ្យមានស្រាប់នៅក្នុង Linux ដែលយើងប្រើសៀងតាក់ទៅលើមើលទៅលើអ្វីដែលយើងអត់ចេះខ្ញុំឧទាហរណ៍តើខ្ញុំវាយ main.ls ចឹងវានឹងបង្ហាញប្រាប់យើងថាហើយសម្រាប់ធ្វើអីគេអាណាសម្រាប់ធ្វើគេចឹងសូម clear មកវាមកវិញចឹងខ្ញុំសូមមើល comment ផ្សេងទៀតចឹងទីហោតែខ្ញុំចង់ main មើលទៅលើអីគេ cp copy ចឹងពាក្យ copy ហ្នឹងគេយកទៅគេ copy file and direction យើងអាចមើល comment ដល់ a ដល់អីចឹងដែរ s forget បខំឲ្យទៅជប់ឬក៏អីមួយផ្សេងទៀតអាចថា voice ក៏ដូចហ្នឹងបានន័យថាស្វែងរកពាក្យឬក៏ស្វែងរក folder ផាតម៉ាន់ឬផាតម៉ាន់ណាមួយអីចឹងដែរចឹងក៏បានមែនគឺវាល្អប៉ុណ្ណឹងខ្ញុំអាចជួយតោះមកទៀតខ្ញុំអាច comment ទៅលើ information command ចឹង information គឺជា command ដែលមានលក្ខណៈជា link ដែលយើងលម្អិតពី developer ណាដែលជាអ្នកបង្កើត website មួយណាឬក៏ app មួយណាចឹងវាលម្អិតខ្ញុំហៅថា info ចឹងវាបង្ហាញមកថាអ្នកណាជាអ្នកបង្កើតមួយណាហើយមាន by ណាគេ by default អីចឹងទៅមាន license អីចឹងទៅចឹងអាចថា information អីក៏បានដែរដូចយ៉ាងខ្ញុំចង់ search នេះថាទីហោថាខ្ញុំអាច information ទៅលើ command មួយទៅជា information.info ចឹង info ហ្នឹងណាគេអ្នកទៅស្អីហើយណាគេអ្នកបង្កើតដល់ structure អីខ្លះមាន information ចឹងវានឹងប្រាប់ខ្ញុំលំបាត់ដែរយើងអាចមើលនៅក្នុងហ្នឹងបានចឹងយើងដល់ hack command hack file ហ្នឹងគឺចំណូលលៀននឹងងាយស្រួលមើលទីហោតែយើងផ្លេច command ណាមួយចឹងយើងចង់ hack ចង់ដឹងថា command ហ្នឹងគេប្រើធ្វើអីគេយើងអាចដាក់ start hack វានឹងចេញមកចឹង ls ហ្នឹងគឺ list information about file directly ចឹងវានឹងបញ្ចូលយើងពី command ដូចជា main បាទស្ពានណាចឹងអាចតាម command ទៅលើខ្ញុំអាចដាក់ command អីផ្សេងទៅលើ flow ហ្នឹងបានដូចជា cp ចឹង copy ហ្នឹងមិន
មានអីគេខ្លះនៅក្នុងនោះចឹងយើងងាយស្រួលមើលក្នុងការដឹងរបស់វាទីហោដែល have man have info ចឹងយើងនឹងអាចឃើញនៅ CPU ចឹង have នោះគឺជាកំណត់ដែលសម្រាប់រំលឹក syntax ដំបូងដែលយើងផ្លេចជាដើមចឹង man គឺចូលទៅកាន់លម្អិតពីភាសានៃកំណត់មួយណាចឹង info ហ្នឹងចង់ដឹងថាកំណត់ហ្នឹងបង្កើតដោយណាគេឬក៏ទូលំទូលាយស៊ីជម្រៅរបស់ធួមួយណាដែលគេបង្កើតឡើងដោយម៉េចយើងអាចកំណត់ដូចជា man k ចឹងវានឹងចេញមកឲ្យយើងឃើញចឹងមានតែប៉ុណ្ណឹងទេសម្រាប់កំណត់hardware ហើយនិង have កំណត់របស់nóគឺមានតែប៉ុណ្ណឹង